សួរអ្នកគ្រូលោកគ្រូទាំងអស់គ្នាខ្ញុំឈ្មោះទាមានឈើរៀននៅថ្នាក់ទី3ខូនៃសាលារៀនគី4ឈឹងខ្ញុំសូមអានមេរៀនទី52ត្រីស័ព្ទឬសញ្ញាសកលវេយ្យាករណ៍ចូលអានឧទាហរណ៍រួចមើលពាក្យដែលមានពណ៌ក្រហមទី1តាសាយទៅទិញសាប៊ូទី2យាយសានទិញប៊ិចនិងប៊ីចេងឯផ្សារទី3ចៅប៊ូចូលចិត្តស៊ីឆាទៅហ៊ូនិងសុតចៀនទី4ជប់មិញភ្លៀងធំហេងយំទ្រហឹងក្នុងចំការកៅស៊ូក្បែរផ្ទះតាមរយៈពេលឧទាហរណ៍ខាងលើយើងឃើញថាក្នុងល្បះនីមួយៗប្រើពាក្យសាប៊ូប៊ិចប៊ីចេងចៅប៊ូស៊ីទៅហ៊ូសុតហ៊ីងទៅហ៊ូដែលជាពាក្យមានប្រើសញ្ញាត្រីស័ព្ទឬសញ្ញាសកលត្រីស័ព្ទឬសញ្ញាសកលប្រើសម្រាប់ដាក់លើភ្ជុំភ្ញាក់ពួកអ4តួបសហអឲ្យទៅជាភ្ជុំភ្ញាក់ពួកអូបូសូហអអូកំណត់សម្គាល់សញ្ញាសកលដូរទៅជាបុកជើងវិញកាលណាភ្ជុំភ្ញាក់សហអប្រើជាមួយស្រៈសអិស្រៈអិស្រៈអឹស្រៈអឺស្រៈអើស្រៈអាំស្រៈឧទាហរណ៍ស៊ីហ៊ីង